បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទសូមនាំបាទប្រិយមិត្តទស្សនិកជនទាំងអស់គ្នាបាទមកតាមដានជាមួយនឹងវីដេអូប្លែកមួយទៀតដែលតាក់ទងជាមួយនឹងការអឺដែលខ្ញុំធ្វើការដំណើរកម្សាន្តដោយការជិះកង់ណាហ្នឹងទៅលេងស្រុកស្រែជ័យក្រុងអញ្ចឹងណាហើយខ្ញុំក៏បានធ្វើដំណើរហើយជួបជាមួយនឹងលោកពូម្នាក់ដែលគាត់ជាអតីតបាទទាហានបាទដែលគាត់បម្រើការនៅខេត្តកោះកុងឯណោះបាទនៅពេលនេះគាត់បាទបានចូលនិវត្តន៍ប្រហែលជាខ្ទង់3ឆ្នាំអីហើយនៅពេលដែលគាត់ចូលនិវត្តន៍ក៏គាត់មិនមែនជាមនុស្សទម្រុនអីដែរគាត់ឆ្លៀតធ្វើការងារបន្តិចបន្តួចដើម្បីរកកម្រៃចិញ្ចឹមជីវភាពរបស់គាត់ផងដែរដោយសារតែលោកពូគាត់ជាមនុស្សពោះម៉ាយបាទប្រពន្ធគាត់នឹងបានចាក់ចោលគាត់បាត់ទៅហើយបាទទាំងកំសត់បាទហើយក៏គាត់ធ្វើការជាបាទអ្នកបាទឆាមីតាមប្រទេសរមាក់មួយដល់ចាស់របស់គាត់ណាបាទតែគាត់កំពុងតែធ្វើការបាទឆាមីឲ្យខ្ញុំឆាមីលីសាច់គោគាត់ដាក់បន្លែក៏បច្ឆេះសង្ក្រានបាទតមកក៏ដាក់សាច់គោបាទនេះគាត់ឆាបន្លែសិនបាទឆាបន្លែស្វិតហើយគាត់ដាក់សាច់ចូលដាក់សាច់គោណាបាទឃើញគាត់ចំណាប់ចំនួនមែនទេបាទមិនត្រឹមតែគាត់ធ្លាប់តែជាយោធាប៉ុណ្ណោះទេតែគាត់ក៏មានស្នាដៃក្នុងការឆាមីឆាដ៏ឈ្ងុយឆ្ងាញ់ពិសាផងដែរបាទមីឆានេះពិសេសមែនទែនខ្ញុំបាទដាក់ពងទាជាប់នៅមួយពីលើថែមទៀតដើម្បីឲ្យបាទមានធម៌ពលបាទព្រោះខ្ញុំមកធាក់កង់ហត់ពេកបាទហាត់ពេកបានធាក់កង់ខ្ទង់3ម៉ោងបាទ3ម៉ោងគឺថាខ្ញុំជិះតាមផ្ទះខ្ញុំមកកំបូលបាទទៅម្ដុំថ្មាត់ពងបាទថ្មាត់ពងហើយខ្ញុំជិះរួចក៏ខ្ញុំបានជិះវងពីថ្មាត់ពងបុកមកផ្លូវជាតិលេខ4វិញបាទក៏ប្រទះបានជួបជាមួយនឹងលោកពូបាទគេហៅថាបាទរកអស់ប្រទេសចក្រានកេះណាដោយសារខ្ញុំជិះកង់ហាត់ប្រាណហើយបាទអស់ដៃអស់ជើងដែរហេវបាទហើយនៅពេលយប់ប្រឡប់ប្រហែលជាម៉ោងខ្ទង់6កន្លះអីហើយយប់ហាត់ដែរហើយល្ងឹតហើយបាទបានជួបនឹងលោកពូក៏ស្ទាក់ចាប់ចាំលោកពូបាទឲ្យឆាមីឲ្យតែម្ដងបាទខ្ញុំរំភើបមែនទែនដែលបានជួបជាមួយលោកពូហើយក៏បានធ្វើការសំណេះសម្មាលមួយគាត់បាទនៅពេលដែលគាត់ឆាមីបណ្ដើខ្ញុំក៏សួរពីនេះពីនោះបាទអំពីជីវភាពគាត់បាទកាលដែលគាត់នៅធ្វើជាទាហានណាបាទអញ្ចឹងហើយខ្ញុំបាទបានមិត្តជាបទពិសោធន៍ដែលគាត់ចែកម្លែកហ្នឹងយកមកបាទចែកជូនបងប្អូនផងដែរអញ្ចឹងមកថាគាត់ចាស់ជរាពោះម៉ាយមែនតែគាត់មិនមែនជាមនុស្សទម្រុនទេបាទគាត់បាទឆ្លៀតបាទបាទឱកាសគាត់នៅពេលដែលគាត់ចូលនិវត្តន៍ហ្នឹងគឺគាត់បាទមានអមក់ឆាមីមួយគឺគាត់ដើរឆាមីបាទមករោងចក្របាទនឹងតាមភូមិផងបាននានាផងដែរបាទនេះគឺជាសកម្មភាពដែលគាត់ឆាមីឲ្យខ្ញុំបាទមើលទៅគួរតាក់ទាញមែនទែនបាទការដែលគាត់ឆាមីនេះគឺមើលទៅគឺចំណាប់មែនទែនសមជាអ្នកដែលឆាមីអាជីពម្នាក់ផងដែរបាទក្លិនឈ្ងុយមែនទែននៅពេលដែលខ្ញុំបាទឈរមើលគាត់ឆាមីបដាខ្ញុំបាទស្រង់ក្លិនដ៏ឈ្ងុយនៃមីឆាសាច់គោដាក់បន្លែហើយដាក់ពងទាជាប់នៅមួយបន្ថែមពីលើមីឆានោះបាទគឺខ្ញុំបាទនឹកឃើញរសជាតិនៅពេលដែលខ្ញុំហត់ហើយខ្ញុំញ៉ាំបាទមីឆាតែគាត់ឆាឲ្យនោះគឺថានឹកគុណគាត់មែនទែនបាទកុំតែមានគាត់ទេបីខ្ញុំអស់ជើងអស់ដៃហើយពួកធាក់កង់រយៈពេល3ម៉ោងបាទ3ម៉ោងបាទគឺបាទខ្ញុំទទួលបានជាមួយនឹងបាទរសជាតិបាទមីឆាបាទបែបជនបទគឺឈ្ងុយឆ្ងាញ់មែនទែនបាទគាត់ជៀនពងទាហើយបាទគាត់ប្រកាត់ភ្លើងចក្រានមួយទៀតហើយកាច់ហ្គាសគាត់ដាក់ពងទាជាប់នៅមួយទៀតពីលើបាទហើយមីឆាគាត់ទុកម្លែកសិនបាទជោគចាក់បន្ថែមដើម្បីឲ្យវាកាន់តែឆ្អិនក្នុងបាទសកម្មភាពនេះគឺជាសកម្មភាពបាទដែលមិនធម្មតាទេបាទអតិថិជនចុងក្រោយប្រហែលជាខ្ញុំអតិថិជនចុងក្រោយហើយដែលបានបាទញ៉ាំមីឆារបស់គាត់បាទនេះគាត់ដាក់ចូលចានហើយក៏គាត់ជោគពងទាបាទពងទាជាប់នៅបាទដែលមានបាទរសជាតិ
ឈ្ងុយផងទៀតលាយជាមួយឆាមីហ្នឹងគឺបន្ថែមរសជាតិមួយទៀតធ្វើឲ្យខ្ញុំបាទមានធម៌ពលមានកម្លាំងធាក់កង់បាទចេញពីផ្លូវបំបែកស្តុបអង្គស្នួរតាមផ្លូវជាតិលេខ4មកកាន់កម្ពុជាវិញគឺខ្ញុំធាក់កង់ហ្នឹងគឺរយៈពេលថែមដូចជាខ្ទង់1ម៉ោងកន្លះទៀតបាទបូកបន្ថែមពីលើ3ម៉ោងណាអញ្ចឹងបូកបន្ថែមពីលើ3ម៉ោងបូកជាមួយនឹងបើ1ម៉ោងកន្លះទៀតឡើង4ម៉ោងកន្លះហើយបាទខ្ញុំធាក់កង់ឡើង4ម៉ោងកន្លះបាទមួយវងពីកម្ពុជារហូតមកដល់កម្ពុជាវិញបាទកាត់ផ្លូវជាតិលេខ4បាទមកកាន់កម្ពុជាវិញគឺបាននិយាយជាម៉ោងទៅខ្ទង់4ម៉ោងកន្លះទៅ5ម៉ោងហើយគីឡូវិញគឺខ្ញុំអាចនិយាយបានថាចូលខ្ទង់45គីឡូបាទគឺខ្ញុំធាក់កង់បាទទាំងទៅនឹងមកបាទមួយវងបាទពីកម្ពុជាកាត់តាមវត្តតន់អហើយបុកមកបាទភ្នំថ្មពងហើយបុកពីភ្នំថ្មពងមកផ្លូវជាតិលេខ51បុកមកផ្លូវជាតិលេខ4ហើយពីផ្លូវជាតិលេខ4ហ្នឹងខ្ញុំជិះកាត់តាមវាស្រែដែរមកដល់ផ្លូវជាតិលេខ4ក៏ជួបពុកពូនដាក់មីឆាមួយចានសិនទៅហើយក៏ខ្ញុំបន្តដំណើរមកកម្ពុជាវិញបាទកាត់តាមផ្លូវបាទមីឆាគាត់គឺមានតម្លៃសមរម្យមែនទែនគឺមួយចាន5000ទេមីឆាសាច់គោបន្លែដាក់ជាមួយនឹងពងទាជាប់នៅបាទពិតជាឆ្ងាញ់របស់គាត់មែនបាទទឹកដៃរបស់គាត់ខ្ញុំសូមសរសើរបាទមិនអស់ពីមាត់ទេបាទគាត់ដាក់ចូលថង់វិចខ្ចប់យ៉ាងណាមិញដាក់ឲ្យខ្ញុំបាទហើយក៏គាត់ឆ្លៀតរៃរ៉ាប់ពីជីវភាពគាត់ពីជីវិតគាត់ប្រវត្តិជីវប្រវត្តិគាត់ផងដែរកាលតែគាត់នៅជាយោធាណាបាទហើយគាត់ហុចឲ្យខ្ញុំបាទហើយគាត់គិតតម្លៃនេះគឺតែបាទ5000រៀលនោះទេបាទខ្ញុំក៏ហុចឲ្យគាត់បាទជាទឹកលុយបាទសុទ្ធចំនួន5000រៀលបាទជូនគាត់បាទវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទបងប្អូនទាំងអស់គ្នាបាទបើពេញចិត្តជួយ like share និង comment ផងដើម្បីមើលវីដេអូថ្មីៗបន្តទៀតបាទសូមអរគុណច្រើនបាយបាយហើយពុកម៉ែបងប្អូនក៏អាចរីករាយជាមួយនឹងការទស្សនាសកម្មភាពដែលខ្ញុំជិះកង់នៅtrongវីដេអូនេះផងដែរបាទសូមអរគុណច្រើនបើអញ្ចឹងទេកុំឲ្យខាត់ពេលយូរតាមដានទស្សនានៅសកម្មភាពជិះកង់ជាមួយខ្ញុំបានដូចទៅបាទបងប្អូនមើលទេសភាពផ្កាបាទផ្កាចំបៃបាទដែលខ្ញុំបានចូលក្នុងវត្តមួយកន្លែងបាទវត្តនេះគឺវត្តអង្គមនីបាទគឺជាវត្តមួយដែលស្ថិតនៅក្នុងបាទនគររាជធានីភ្នំពេញយកផងដែរខ្ញុំបានចូលផ្ដិតយកទេសភាពជាមួយនឹងផ្កាដ៏ស្រស់ស្អាតនេះបាទអមជាមួយនឹងប្លង់វត្តអារាមជាមួយនឹងរូបសំណាកនានានៅក្នុងវត្តអារាមនោះផងដែរបាទដោយសារតែឃើញប្លង់ល្អបាទថតអមជាមួយនឹងរូបតួប្រាសាទជាមួយនឹងផ្កាចំបៃដែលកំពុងតែរីកយ៉ាងស្រស់ញញឹមបាទគួរឲ្យចាប់ចិត្តមែនទែនបាទប្លង់នេះបាទហើយមិនថែមតែប៉ុណ្ណោះខ្ញុំក៏បានជិះកាត់ភូមិផងអ្នកស្រុកនៅទីតាមចុងបាទកាត់មាត់ញោកនៃជនបទស្រុកស្រែយើងផងដែរដែលជាទស្សនីយភាពមួយដែលធ្វើឲ្យខ្ញុំនឹកឃើញថាសកម្មភាពនេះគឺធ្វើឲ្យអារម្មណ៍រីករាយស្រឡះមុខស្រឡះមាត់ខ្ញុំបានចាប់អារម្មណ៍មែនទែនរាល់ពេលល្ងាចខ្ញុំតែងតែចូលចិត្តជិះកង់បាទតាមភូមិបាទដើម្បីមើលថ្ងៃលិចបាទអមជាមួយនឹងទេសភាពតាមថ្នោតតាមបាទប្របសងខាងផ្លូវបាទដែលធ្វើឲ្យទស្សនីយភាពនេះកាន់តែប្លែកមួយបែបថែមទៀតបាទជាមួយនឹងបាទពពកបាទនេះថ្ងៃរៀបពេជ្រពណ៌ក្រហមឆាតឆាយតែម្ដងបាទគឺស្លាស់មុខស្លាស់មាត់មែនទែនបងប្អូនទាំងអស់គ្នានេះបងប្អូនទាំងអស់គ្នាបានជិះកង់ជាមួយខ្ញុំវិញមិនដឹងថាជាសប្បាយចិត្តយ៉ាងណាទេបាទនេះណែលោកសង្ឃចំនួន4ទៅ5អង្គដែលគាត់និមន្តដើរបាទតាមផ្លូវបាទហើយមើលឃើញភ្នំផងដែរបងប្អូនទាំងអស់គ្នាបាទភ្នំដ៏ស្រស់ស្អាតគឺភ្នំបាទប្រាសាទមានប្រាសាទលើប្រាសាទក្រោមហ្នឹងទៅបាទតាមផ្លូវក៏មានបង្គោលភ្លើងអគ្គិសនីបាទបំពាក់ជូនតាមផ្ទះប្រជាពលរដ្ឋមួយបាទមួយខ្នងផ្ទះផងដែរបាទសកម្មភាពខ្ញុំគឺមានតែប៉ុណ្ណឹងចឹងបងប្អូនទាំងអស់គ្នាអាចចូលរួមទស្សនាបានដោយក្តីរីករាយបាទពេលណាបងប្អូនមើលហើយបានអាចជួយបាទ Subscribe like share ឬក៏ comment ផងបាទសូមអរគុណ